ជំរាបសួរក៏ដូចជាសួស្តីដល់ពុកម៉ែបងប្អូនទាំងគ្នាដែលកំពុងតាមដាននៅคลิปវីដេអូមួយនេះផងដែរចាតើពិតទៅវីដេអូនេះគឺថតតាំងពីថ្ងៃទី9 ខែ 9 ឆ្នាំ 2025គឺជាថ្ងៃដែលនេះខ្ញុំធ្វើការហោះហើរលើកដំបូងនៅក្នុងឆាកជីវិតហោះហើរមកកាន់ប្រទេសឥណ្ឌាហើយពិតជាសប្បាយចិត្តខ្លាំងមែនទែនសប្បាយចិត្តគឺសប្បាយចិត្តពីទូទៅតែម្ដងទី1គឺបានមកកាន់ពលានថ្មីដែលជាថ្ងៃបើកដំណើរការដំបូងហើយមួយទៀតគឺបានលោកពុកអ្នកម៉ែបងប្អូនឬក៏ក្មួយគឺបានមកចូលរួមជួបដំណើរទាំងអស់គ្នាតែម្ដងបន្ទាប់ពីថតរូបលេងនៅខាងក្រៅហើយពួកយើងក៏នាំគ្នាចូលមកខាងក្នុងដើម្បីទស្សនាទស្សនវិជ្ជានៅខាងក្នុងគឺថាថ្ងៃបើកដំណើរការដំបូងគឺឃើញថាពុកម៉ែបងប្អូនគាត់អញ្ជើញមកទស្សនាច្រើនខ្លាំងមែនទែនរួមទាំងអ្នកធ្វើដំណើរហោះហើរនោះក៏ច្រើនហើយបន្ទាប់ពីcheck in រួចរាល់ហើយខ្ញុំក៏បានដើរទស្សនាកំសាន្តមើលនៅក្នុងពលានថ្មីរបស់យើងគឺមានភាពស្រស់ស្អាតខ្លាំងមែនទែនហើយទំនើបទាន់សម័យជាពិសេសបន្ទប់ទឹកស្អាតទីធ្លាស្អាតកន្លែងញ៉ាំអាហារក៏មានច្រើនដែរបន្ទាប់ពីរៀបចំ check in រួចរាល់ហើយខ្ញុំក៏ធ្វើការនិយាយលេងជាមួយនឹងក្រុមគ្រួសារក៏ដូចជាធ្វើការលាគ្នាដោយគេហៅថាស្នាមញញឹមអញ្ចឹងគឺថាមកយើងមកបន្តការសិក្សាអញ្ចឹងយើងត្រូវមកដោយក្តីរីករាយដោយសប្បាយចិត្តអញ្ចឹងគ្រាន់តែលាគ្នារយៈពេល2ឆ្នាំក្រោយនឹងជួបគ្នាវិញទេហើយបន្ទាប់ពីលាហើយខ្ញុំក៏ធ្វើការចូលទៅឆែកនៅកន្លែងតាបូចឆែកខ្លួនដូចឆែកអីវ៉ាន់ដើម្បីធ្វើការត្រៀមខ្លួនក្នុងការឡើងយន្តហោះផងដែរដោយសារមានពេលប្រហែលជា30-40នាទីអញ្ចឹងខ្ញុំត្រូវចូលទៅបញ្ញាបន្តិចដើម្បីកុំឲ្យមានការខកខានហើយកន្លែងនេះគឺជាផ្លូវយើងដើរទៅហូហ្គេតបងប្អូនអញ្ចឹងបើសិនជាកន្លែងនេះយើងរៀងពេកយើងអាចសួរបងដែរធ្វើការនៅក្នុងពលាននេះបានពួកអីវាជាលើកដំបូងសម្រាប់ខ្ញុំដែរអញ្ចឹងចូលទៅកន្លែងណាដែលយើងអត់ស្គាល់ហ្នឹងយើងអាចសួរបងដែលធ្វើការនៅនឹងបានអញ្ចឹងវាអត់មានជាបញ្ហាធំដុំទេបន្ទាប់ពីរកផ្លូវឃើញហើយយើងឆែកសម្បត្តិយន្តហោះឆែកអីហើយខ្ញុំក៏បានចូលមកក្នុងរកកៅអីអង្គុយសម្រាប់ខ្លួនឯងបានទៅពីបានចូលយន្តហោះហើយយន្តហោះក៏ដល់ម៉ោងហោះហើរដល់ម៉ោង2:22នាទីហោះពីពលានយន្តហោះ KTI ពលានយន្តហោះថ្មីយើងហ្នឹងហោះទៅកាន់ទីក្រុងសៃហ្គនប្រទេសវៀតណាមហើយលើកទី1ក្នុងការហោះហើរសម្រាប់នាងខ្ញុំផ្ទាល់គឺអារម្មណ៍ផ្ទាល់តែម្ដងគឺមានអារម្មណ៍ថា fresh អត់មានអារម្មណ៍ថាភ័យព្រួយបារម្ភធីងធំវិលមុខអីទេគឺអត់មានទេដោយសារតែលេបថ្នាំពុលយន្តហោះរួចហើយមុននឹងឡើងទៅចាហើយយើងជិះប្រហែលជាអត់ដល់1ម៉ោងទេយើងទៅដល់ទីក្រុងសៃហ្គនប្រទេសវៀតណាមដើម្បីធ្វើការត្រៀមខ្លួនបន្តការហោះហើរនៅតង់ទី2ប្រហែលជាខ្ទង់ម៉ោង6ជាងពីញ៉ាំបាយញ៉ាំកាហ្វេរួចហើយក៏ដល់ម៉ោងក្នុងការបន្តការហោះហើរមកតង់ទៀតគឺតង់ទី2ហោះពីទីក្រុងសៃហ្គនទៅទីក្រុងញូដេលីផងដែរអញ្ចឹងនៅតាមផ្លូវពេលល្ងាចហ្នឹងគឺគេមានឲ្យអាហារពេលល្ងាចដែរបន្ទាប់ពីហោះរយៈពេល4 ទៅ 5 ម៉ោងក៏មកដល់ទីក្រុងញូដេលីនៃប្រទេសឥណ្ឌាតាមពិតទៅពលានហោះនៅទីក្រុងញូដេលីនេះគឺធំខ្លាំងមែនទែនបើសិនជាមកម្នាក់ឯងអត់ស្គាល់អីគឺប្រហែលជារៀងវិលបន្តិចតែបានគុណទ្របហោះហើរមកនឹងអាចស្គាល់ផ្លូវច្រើនអញ្ចឹងបន្ទាប់ពីធ្វើការតជើងយន្តហោះមកតង់ទៀតហោះពីទីក្រុងញូដេលីមកទីក្រុងវ៉ៃសាកប៉ាត់ណាំដែលធ្វើការហោះហើរប្រហែលជា2 ម៉ោងជាងហើយចេញមកម៉ោង6ហើយមកដល់ពលានយន្តហោះនៅវ៉ៃសាកនេះម៉ោង8:40នាទីហើយធ្វើការហោះហើរដោយសុវត្ថិភាពមកដល់ដោយសុវត្ថិភាពសូមអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាក្នុងការតាមដានវីដេអូមួយនេះផងដែរសូមអរគុណសូមជម្រាបលា